រដ្ឋបាលក្រុងបាវត្តនឹងធ្វើការជួសជុលស្ថាបនាសាងសង់ផ្លូវក្រាលថ្មមិចចាប់ពីចំណុចផ្លូវប្រឡាយអគ្គិសនីរហូតដល់ផ្លូវប្រយាយនិងអំពាវនាវឲ្យប្រជាពលរដ្ឋរុះរើរបងសំយ៉ាបនិងសំណង់ផ្សេងដែលរំលោភលើដីចំណីប្រឡាយសាធារណៈរបស់រដ្ឋយ៉ាងយូរក្នុងរយៈពេល5ថ្ងៃគិតចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅក្នុងករណីដែលប្រជាពលរដ្ឋរឹងរូសមិនព្រមរុះរើនោះរដ្ឋបាលក្រុងនឹងមានវិធានការឈូសឆាយរាល់សំណង់ដែលបានសង់រំលោភលើចំណីផ្លូវប្រឡាយសាធារណៈដោយមិនទទួលខុសត្រូវលើការខូចខាតឡើយរដ្ឋបាលក្រុងបាវត្តបានចេញសេចក្តីជូនដំណឹងស្តីពីការស្ថាបនាផ្លូវក្រាលថ្មមិចមួយខ្សែប្រវែង1797ម៉ែត្រដែលស្ថិតនៅផ្លូវប្រឡាយខាងក្រោយផែស្ងួតចាប់ពីចំណុចប្រឡាយអគ្គិសនីរហូតដល់ផ្លូវព្រៃយាយរដ្ឋបាលក្រុងបាវត្តមានកិត្តិយសសូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅតាមបណ្ដោយផ្លូវប្រឡាយក្រោយផែស្ងួតសូងួនទាំងអស់មេត្តាជ្រាបថារដ្ឋបាលក្រុងនឹងធ្វើការជួសជុលស្ថាបនាសាងសង់ផ្លូវក្រាលថ្មមិចមួយខ្សែប្រវែង1792ម៉ែត្រស្ថិតនៅក្នុងភូមិបាវត្តលើសង្កាត់បាវត្តក្រុងបាវត្តចាប់ពីចំណុចប្រឡាយអគ្គិសនីរហូតដល់ផ្លូវព្រៃយាយដោយមានការចូលរួមគាំទ្រឧបត្ថម្ភថវិកាពីសប្បុរសជននានាក្នុងក្រុងបាវត្តក្នុងន័យនេះរដ្ឋបាលក្រុងបាវត្តសូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលកំពុងរស់នៅតាមបណ្ដោយផ្លូវប្រឡាយខាងលើសូមមេត្តារុះរើរបងសំយ៉ាបឬសំណង់ផ្សេងដែលរំលោភលើដីចំណីផ្លូវប្រឡាយសាធារណៈរបស់រដ្ឋយ៉ាងយូររយៈពេល5ថ្ងៃគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅក្នុងករណីដែលបងប្អូនប្រជាពលរដ្ឋមិនព្រមរុះរើសំណង់ដែលបានសាងសង់រំលោភលើចំណីផ្លូវប្រឡាយសាធារណៈរបស់រដ្ឋនោះទេរដ្ឋបាលក្រុងបាវត្តនឹងចាត់វិធានការរុះរើឈូសឆាយសំណង់ដែលបានសង់លើចំណីផ្លូវប្រឡាយសាធារណៈដោយមិនទទួលខុសត្រូវលើការខូចខាតឡើយរដ្ឋបាលក្រុងបាវត្តសង្ឃឹមយ៉ាងមុតមមថាបងប្អូនប្រជាពលរដ្ឋទាំងអស់នឹងចូលរួមសហការអនុវត្តខ្លឹមសារសេចក្តីជូនដំណឹងនេះប្រកបដោយស្មារតីទទួលខុសត្រូវពោះ